មនុស្សយើងធាត់ឬក៏ស្គមមិនសន្មតថាអត់មានរោគបេះដូងទេណាអ្នកខ្លះថាខ្ញុំស្គមទេអញ្ចឹងអត់ភ័យពីរោគបេះដូងទេអ្នកស្គមហ្នឹងឯងពេលច្រើនស្លាប់ទាំងបេះដូងច្រើនជាងអ្នកធាត់ក៏មានដែរអញ្ចឹងការរោគស្គមហើយធាត់រោគបេះដូងមានស្មើគ្នាហើយតែមានរោគបេះដូងគឺរោគឈាមឡើងឯងតែឈាមឡើងគឺរោគខ្លាញ់ឡើងហើយតែរោគឈាមឡើងខ្លាញ់ឡើងពេលច្រើនមិនប្រយ័ត្នទេរោគទឹកនោមផ្អែមទៀតបាទសំណួរពីបងប្រុសជួនពិសីគឺគាត់សូមជម្រាបសួរលោកវិជ្ជបណ្ឌិតបាទគាត់ថាឪពុកគាត់ហ្នឹងគឺមានអាយុ56ឆ្នាំមានទម្ងន់70គីឡូក្រាមហើយមានកម្ពស់1.70 ម៉ែត្របាទប៉ុន្តែគាត់មានអាការៈវិលមុខខ្លាំងហើយនៅពេលដែលវាស់សម្ពាធឈាមទៅឃើញថា16សម្ពាធឈាមគាត់លើសជាតិខ្លាញ់ប៉ុន្តែជាតិស្ករអាស៊ីតកាល់ស្យូមគឺធម្មតាបន្តមកទៀតគឺថាគាត់លេបថ្នាំបញ្ចុះឈាមបាទរយៈពេល1អាទិត្យឈាមគាត់ធ្លាក់សល់11ហើយទៅដល់14ហើយគាត់ថាតើសម្ពាធឈាមឪពុកគាត់ហ្នឹងមានបញ្ហាដែរឬទេហើយគាត់គួរញ៉ាំថ្នាំបញ្ចុះសម្ពាធឈាមនឹងទៀតដែរទេបាទជាធម្មតាអាយុ56ហើយគីឡូគាត់70អីមិនជាបញ្ហាទេវាស័ក្តិមូលគ្នាអញ្ចឹងណាបាទតាមអាយុតាមគីឡូ70 75អីល្មមហើយប៉ុណ្ណឹងហើយឡើងដល់ចិត្តជាងក្រាស់ចូល80nămថាលើគីឡូប៉ុន្តែតាម70គីឡូមិនខុសទេមនុស្សយើងធាត់ឬក៏ស្គមមិនសន្មតថាអត់មានរោគបេះដូងទេណាអ្នកខ្លះថាខ្ញុំស្គមទេអញ្ចឹងអត់ភ័យពីរោគបេះដូងទេអ្នកស្គមហ្នឹងឯងពេលច្រើនស្លាប់ទាំងបេះដូងច្រើនជាងអ្នកធាត់ក៏មានដែរអញ្ចឹងការរោគស្គមហើយធាត់រោគបេះដូងមានស្មើគ្នាហើយតែមានរោគបេះដូងគឺរោគឈាមឡើងឯងតែឈាមឡើងគឺរោគខ្លាញ់ឡើងហើយតែរោគឈាមឡើងខ្លាញ់ឡើងពេលច្រើនមិនប្រយ័ត្នទេរោគទឹកនោមផ្អែមទៀតអញ្ចឹងរោគឈាមសម្ពាធឈាមមានន័យថាសរសៃឈាមយើងជាទូទៅគឺវារត់ឈាមរត់ទូទៅរត់ហ្នឹងឈាមយើងមាន3ប្រភេទឈាមក្នុងឈាមយើងមាន3ប្រភេទឈាមសឈាមក្រហមឈាមកកឈាមក្រហមដើម្បីបញ្ជូនអុកស៊ីហ្សែនទៅសរីរាង្គយើងដំណើរការឈាមសដើម្បីវាយប្រឆាំងមេរោគឈាមកកផ្លេតលេតហ្នឹងដើម្បីទប់កុំឲ្យឈាមហៀពេលយើងទៅបើមុតអីផ្សេងៗអញ្ចឹងក្នុងឈាមយើងមាន3ប្រភេទហ្នឹងឈាម3ប្រភេទហ្នឹងរត់ស្រួលណាក៏ប៉ុន្តែបើសរសៃឈាមយើងអត់ហាត់ប្រាណទេហើយយើងញ៉ាំយើងអត់ប្រយ័ត្នទេញ៉ាំបាយច្រើនពេកញ៉ាំអាល់កុលច្រើនពេកឬក៏ញ៉ាំសាច់ដែលមានខ្លាញ់ច្រើនពេកអាខ្លាញ់ហ្នឹងវាអត់ដំណើរការអស់ព្រោះយើងអត់បឺនអត់ប្រឆេះវាចេញអស់ប្រឆេះវាដែលយើងហាត់ប្រាណដែលយើងធ្វើសកម្មឡើងចដាលហើយទឹកអស់ហ្នឹងខ្លាញ់ហ្នឹងវាបឺនឲ្យវាយើងប្រាក់អស់អញ្ចឹងវាអត់សល់ទុកស្ទរទេតែស្ទរវាចូលស្ទរទុកនៅក្នុងសរសៃឈាមហ្នឹងឯងអញ្ចឹងស្ទរទុកនៅសរសៃឈាមវាធ្វើឲ្យទៅយកឈាមហ្នឹងវាទូចជាងមុនអញ្ចឹងទូចជាងមុនប៉ុន្តែនៅស្រុកខ្មែរយើងចូលចិត្តញ៉ាំរបស់ផ្អាប់គឺប្រៃម៉ាំកាពិប្រហុកថៃបាឡាក់ទាំងអស់ហ្នឹងសិតតែជាតិប្រៃថៃងៀតជាតិប្រៃហ្នឹងវាធ្វើឲ្យទៅយកឈាមយើងនេះមានជាតិសូឌីមនៅក្នុងចានសូឌីមជាតិអំបិលតែងតែស្រូបទឹកអញ្ចឹងជាតិអំបិលក្នុងខ្សែឈាមច្រើនវាបិទទឹកចូលក្នុងទៅយកហ្នឹងតែបិទទឹកចូលមានន័យថាឈាមហ្នឹងវារាវទឹកវាច្រើនតែអាទៅយកហ្នឹងវាទូចព្រោះវាខ្លាញ់កក់នៅក្នុងហ្នឹងអញ្ចឹងបេះដូងធាក់ទំហំបេះដូងធាក់ហ្នឹងទឹកវារុញទៅហ្នឹងសម្ពាធវាខ្លាំងឈាមវាច្រើនទឹកវាច្រើនធាក់ទៅសម្ពាធវាខ្លាំងតែវាអត់ចេញអាហ្នឹងគេសម្ពាធឈាមឯងអញ្ចឹងឈាមវាឡើងសម្ពាធឈាមឡើងមានន័យថាសម្ពាធណានៃសម្ពាធនៃឈាមធាក់ហ្នឹងវាខ្ពស់ដោយសារឈាមវាច្រើនតែយកវាទូចដូច្នេះហើយវាធ្វើឲ្យឡើងជាធម្មតាមធ្យមភាពគឺគេហៅថា120លើ80ចុះបានល្អតឡើងដល់30លើ90អីអាហ្នឹងគេហៅថាចាប់ផ្ដើមឡើងហើយបើឡើងដល់150 160លើ100អីចឹងអាហ្នឹងហៅឡើងហើយអញ្ចឹងគាត់និយាយមិញ16មានតែ160អាហ្នឹងឡើងខ្លាំងហើយបាទឡើងខ្លាំងមានថាគាត់មានខ្លាញ់នៅក្នុងឈាមក្នុងសរសៃឈាមគាត់បើមានខ្លាញ់នៅសរសៃឈាមគាត់បើគាត់អត់ប្រយ័ត្នទេធាក់យូរទៅបើសិនតែកកនៅក្នុងឈាមគាត់ឈាមនៅខួរក្បាលធាក់ខ្លាំងគាត់នឹង stroke ស្លាប់ជ្រុលជ្រាវនេះរៀងខ្លួនហើយបើគាត់ស្ទះនៅសរសៃឈាមផ្សេងធាក់យូរទៅសរសៃឈាមអត់ទៅមុខទេវារីកវាដាច់សរសៃឈាមនឹងស្លាប់ហើយបើសិនសរសៃឈាមហ្នឹងវានៅរុំចង្អុកសរសៃឈាម corona artery ណាដែលជួយឧបត្ថម្ភអុកស៊ីហ្សែនទៅដល់សរីរាង្គបេះដូងណាតើវាអត់ដំណើរការសម្ពាធខ្លាំងពេកធាក់ទៅវាអត់ទៅរួចអាហ្នឹងវាដូចអត់បញ្ជូនអុកស៊ីហ្សែនដល់សរីរាង្គបេះដូងហ្នឹងនឹងងាប់គេហៅថា ischemic ណានឹងងាប់គឺវាហៅថា heart attack អញ្ចឹងគឺខ្លាចណាស់បើសិនជាគាត់មានឡើងឈាមក៏គាត់ឡើងខ្លាញ់ដែរអញ្ចឹងត្រូវតែញ៉ាំឡើងថ្នាំឡើងឈាមហ្នឹងហើយញ៉ាំឡើងខ្លាញ់ហ្នឹងជាប្រចាំបាទជាប្រចាំមិនមែនទាំងយើងញ៉ាំម្ដងមួយទឹកឲ្យជប់ទេហើយឡើងថ្នាំឡើងឈាមខ្លះវាធ្វើទុកយើងផ្សេងទៀតវាធ្វើយើងអត់ដំណើរការផ្លូវភេទក៏មានដែរវាធ្វើយើងមានបញ្ហាអីផ្សេងទៀតក៏មានដែរអញ្ចឹងតើតែយើងទៅតាមដានមួយដុកទ័រហ្នឹងទៅវិញទៅមកព្រោះយើងញ៉ាំសង្កេតមើលតើយើងមានបញ្ហាផ្សាយផ្លាយអត់យើងមានប៉ះស្កិចអីអត់ព្រោះឆ្នាំមួយវាមានបដកម្មផ្សេងគ្នាហើយបើយើងជួបដុកទ័រយើងជាប្រចាំគេស្គាល់ចិត្តយើងស្គាល់រាងកាយយើងស្គាល់អារម្មណ៍យើងគេអាចតាមដានគេដូរថ្នាំទៅវិញទៅមកណាជួនកាលដូរ4ដងមិនត្រូវថ្នាំមិនមែនយើងឲ្យថ្នាំម្ដងយើងផឹកទៅចុះស្រួលទេហើយតែថ្នាំហ្នឹងជួយទៅវាអាចជួយអីផ្សេងទៀតអត់ឬក៏អាចប៉ះស្កិចអីផ្សេងថ្នាំខ្លះផឹកហើយទៅតែវាក្អកលត់តែលេចនោមក៏មានដែរហ្នឹងហើយអញ្ចឹងយើងត្រូវប្រយ័ត្នទៅតាមដានអញ្ចឹងគឺមិនមែនឈប់បានទេមកចុះសម្រាប់14អីចឹងគឺនៅតែឡើងខ្លាំងចឹងញ៉ាំជាប្រចាំទី1ទី2មិនញ៉ាំថ្នាំឡើងឈាមទេតែមើល cholesterol គាត់ឡើងប្រមាណបើ cholesterol គាត់ឡើងមានន័យថាខ្លាញ់គាត់ក៏ច្រើនដែរ
ជាបំផុតឯពីនឹងប៉ះតែគេធ្វើអត់ចាំបេះដូងធ្វើស្លាប់ឈាមខ្លួនឬក៏ធ្វើដាច់សរសៃឈាមក្នុងក្បាលបាទហ្នឹងចិត្តតែបញ្ហាដែលកើតឡើងមកពីឡើងឈាមដោយសារឈាមខ្លាញ់ច្រើននៅក្នុងសរសៃឈាមខ្លាញ់ច្រើនសរសៃឈាមពីព្រោះការញ៉ាំរបស់យើងខ្លាញ់ច្រើនហើយអត់ហាត់ប្រាណហើយឈាមឡើងដោយសារយើងញ៉ាំជាតិប្រៃបន្ថែមបញ្ហាទៅលើបញ្ហាអញ្ចឹងបានគេឲ្យយើងញ៉ាំសាបបំផុតហើយកុំឲ្យមានជាតិផ្អែមបញ្ហានៅស្រុកខ្មែរគឺញ៉ាំជាតិផ្អែមខ្លាំងអាផ្អែមហ្នឹងវាកទៅជាខ្លាញ់ទៀតហើយអាប្រៃហ្នឹងវាបូមទឹកចូលទៅក្នុងសរសៃឈាមទៀតហើយថ្នាំដែលកាត់ដកទឹកចេញបានគឺរបស់ញ៉ាំចុកដែលមានជាតិប៉ាថាស្យូមខ្លាំងព្រោះប៉ាថាស្យូមវាបាល់ឡើងជាមួយសូឌីមជាមួយអំបិលហើយប៉ាថាស្យូមឃើញចាស់ៗពេលក៏ចាស់ទៅក៏អាសាញ៉ាំចេកច្រើនណាព្រោះចេកវាមានជាតិប៉ាថាស្យូមច្រើនអញ្ចឹងគេឲ្យយើងញ៉ាំចេកឲ្យច្រើនបន្តិចព្រោះចេកហ្នឹងវាមានជាតិប៉ាថាស្យូមហ្នឹងវាជួយប្រឆាំងគ្នាជាមួយជាតិអំបិលដូច្នេះឡើងឈាមអត់សូវឡើងហើយជាតិអំបិលកាត់បន្ថយអញ្ចឹងមានន័យថាពិនិត្យសុខភាពញ៉ាំថ្នាំឡើងឈាមទៀងទាត់ពិនិត្យខ្លាញ់ញ៉ាំថ្នាំកាត់បន្ថយខ្លាញ់ទៀងទាត់ហើយកាត់បន្ថយញ៉ាំប្រៃកាត់បន្ថយញ៉ាំផ្អែមហើយពិនិត្យជា6ខែម្ដងជាប្រចាំបាទនៅពេលដែលមានអាការៈអញ្ចឹងតើការហាត់ប្រាណហ្នឹងអាចជួយកាត់បន្ថយសម្ពាធឈាមនេះទេបាទការហាត់ប្រាណវាមានជួយចេះណាអ្នកខ្លះក៏អត់យល់ទេពេលយើងហាត់ប្រាណយើងរត់យើងចលនាពេលចលនាបេះដូងយើងចាប់ដើមលោតដែរតែពេលលោតខ្លាំងឈាមយើងចាប់ដើមធាក់តែពេលធាក់តើឈាមនឹងរត់ស្រួលអត់ហើយតែពេលយើងរត់ធាក់អាកម្លាំងយើងក៏ចាប់ដើមប្រើតែប្រើខ្លាញ់យើងចាប់ដើមយកប្រើអញ្ចឹងខ្លាញ់យើងវាលាយតិចហើយខ្លាញ់យើងនឹងយូរវាអស់យើងស្រកក្បាលពោះអស់ខ្លាញ់នៅក្នុងខ្សែឈាមហើយឈាមនឹងវានឹងរត់ស្រួលហើយពេលបេះដូងនឹងធាក់វាអត់សម្ពាធឡើងព្រោះវាឈាមរត់ដោយស្រួលបេះដូងធាក់ខ្លាំងប៉ុណ្ណាក៏ដោយវារត់ស្រួលដល់ពេលយើងហាត់យូរទៅបេះដូងយើងវាអត់សូវលោតដូចមុនទេវាស្វាំអញ្ចឹងអ្នកខ្លះរត់តែបាន10នាទីបេះដូងធាក់ចង់ធ្លាយគ្នាអ្នកខ្លះយូររត់1ម៉ោងបេះដូងធម្មតាវិញអាបេះដូងធម្មតាយើងមើលជីចរគាត់ដឹងហើយធ្លាប់តែឡើង110ពេលរត់7ផ្លែតដល់គាត់ហាត់ប្រាណស៊ាំយូរទៅរត់1ម៉ោងត្រូវនៅតែ75ដែរចឹងមានថាបេះដូងគាត់ល្អជីបចរគាត់បង្ហាញថាដើរត្រឹមតែ75 80ទេអត់ឡើងដល់100ចឹងមានថាគាត់មានរឿងអីភ័យស្លន់ស្លោគាត់អត់ស្លុតព្រោះបេះដូងគាត់អត់ធាក់លឿនមានថាជីចរគាត់ទៀបមានថាខ្លាញ់ក្នុងខ្សែឈាមគាត់អត់កាំងអត់មានទេហើយចឹងតែពីឈាមគាត់ក៏អត់ដែរព្រោះអត់មានខ្លាញ់នៅក្នុងហ្នឹងចឹងវាស៊ីគ្នាទាំងអស់ការញ៉ាំប្រៃការហាត់ប្រាណការញ៉ាំខ្លាញ់តិចការញ៉ាំផ្អែមតិចទាំងអស់នោះវាសងតង់គ្នាបាទ